ខ្ញុំមកឈ្មោះកូនជីវ៉ាថ្ងៃនេះខ្ញុំមកធ្វើការធ្វើវីដេអូដែលទាក់ទងនឹងការ remote AWS ជាដំបូងយើងត្រូវមាន account AWS នេះជា account របស់ខ្ញុំហើយបន្តមកទៀតគឺយើងចូលទៅកាន់កន្លែង search យើងវាយពាក្យថា EC2 នេះគឺ EC2 យើងចុចលើវាមកហើយចូលដល់កន្លែងនេះគឺយកដូរវាទៅជា Ohio ហើយបន្ទាប់ពីដូរវារួចហើយបន្ទាប់ពីចុចដូរ Ohio រួចហើយយើងចូលមកកាន់ instance បន្ទាប់ពីចូល instance នឹងរួចយើងធ្វើការចុចទៅលើ LAN instance ហ្នឹងដល់ពេលចុច LAN ទៅការដាក់ឈ្មោះហើយខ្ញុំដាក់ឈ្មោះរបស់ខ្ញុំគឺជីវ៉ាហើយទៅមកដាក់ថា AWS remote on remote បន្ទាប់ពីដាក់រួចហើយទៅមកខ្ញុំរើសយកបន្ទូហើយកន្លែងនេះគេយក free tier eligible យក 24.04 ហើយកន្លែង key pair នេះគឺយើងធ្វើការរើសវាដែរកន្លែងនេះគឺយើងធ្វើការបង្កើត key pair របស់វានេះកន្លែងនេះគឺដាក់ PM ហ្នឹងហើយយើងធ្វើការបង្កើតវាថ្មីដែលដាក់ថាជីវ៉ា remote AWS ហើយតើយើងធ្វើការ create key pair ក្រោយធ្វើការបើកហ្នឹងធ្វើការទាញវាដាក់ទៅក្នុង desktop ហើយដល់ពេលយើង create វាធ្វើរួចហើយបន្ទាប់មកយើងធ្វើការចុច long stand នេះមកហើយយើងធ្វើការចាំវាឲ្យដើរពេញហើយបន្ទាប់វាចេញ success ចឹងហើយបន្ទាប់ពីធ្វើការវាពេញហើយយើងធ្វើការចុច click លើវាដើម្បី connect វាពាក្យថា connect នេះគឺយើងចុច connect វាទៅហើយនេះគឺគេប្រាប់អំពីរបៀប connect របស់វាអត់តាន់ប្រាប់វានេះគឺជាឈ្មោះ remote ហ្នឹងហើយយើងទៅគេជារបៀប remote របស់វាខ្ញុំ copy នេះដោយសារតែសម្រាប់ការ change mode របស់ខ្ញុំគឺវាអត់កើតទេវា error យើងចូលកាន់ Windows PowerShell ហើយតើមកច្រក file របស់ខ្ញុំទុកនៅ desktop ចឹងយើង cd ចូលទៅកាន់ desktop ចូលទៅកាន់ desktop យើង list វាមើលនេះជា file របស់ខ្ញុំដែលខ្ញុំបានទៅ file key pair របស់ខ្ញុំទុកវានៅហ្នឹងតទៅចូលហ្នឹងខ្ញុំ change mode ស្រាប់ខ្ញុំកំតែគឺ change mode អត់ដើរទេខ្ញុំ change ទៅ port 400ហើយវាយឈ្មោះយកបានដាក់ទៅនេះគឺវា error បើ support ទេអញ្ចឹងគឺខ្ញុំធ្វើការ pass នៅ comment ខ្ញុំបាន copy មកមិញនេះយើងធ្វើការ enter វាទៅហើយតែមកខ្ញុំវាយពាក្យថា yes ទៅតែយើងមិនបាច់ change mode វានេះធ្វើការចូលរួចហើយពេលចូលបានហើយយើងធ្វើការវាយវាទៅគឺរួចហើយអូហើយនេះយកបន្ទូហើយតែមកយើងLS វាមើលទៅទៅតែគឺ0ហើយយើងវាយ PWD
cứ hố vô bình tố hay dừng quay hostname ní cái hostname một nhóm sánh just thứ tao nói quay son muối đâu đâu son ốc là về nhung quay về hay nhung cái cảnh thơ về đấy và nhung cái SVR rồi hái tao nói sao quay tri sản đấy ai nói cái tranh son muối cái việc tranh mà chơi người ta càng stop triệt ăn tết cái dân ta càng Apple chỗ như vậy là số đứa hay app số đứa app mpt đã số tiếp cái đặt hàng reverse đó reverse setting universe hay tất cả app cho nó đều còn download được dân ấy để tự download đó chứ trên chỉ bằng cái này mình tất cả clear được buổi sáng topic clear là những tất cả download tri bây giờ nó những là những tất cả download bán ấy download cùng download tri bây giờ mà nói những tất cả tri tất cả quay tri rồi đó clear số mối hay slash nó nếu như là trên tri trên dân quay là nó clear tập thì cho lấy tất cả quay với đặt hàng static execute shoot arrow from bộ chỉ bài tới hay tập nó hay tầm bay xe phá bây giờ tất cả control O hay dân tất cả control X trên nó chụp cái thơ nó hay tập nó bây giờ tất cả CP pha nó bị son mới được rồi son nóc tất cả copy virus nhưng tất cả thả đi chỗ cả thế lên tất cả clear được 10 sáng mỗi chỗ tới son tới son bay son
បន្ទាប់ពីធ្វើការអាចអស់ហើយគឺខ្ញុំធ្វើការធ្វើនៅចំណុចបន្ទាប់ទៀតដែលចំណុចបន្ទាប់ហ្នឹងគឺប្រកាសឈ្មោះទៅឲ្យនេះវាខ្ញុំទៅជាការ copy ហ្នឹងនៅខាងនេះគឺខ្ញុំធ្វើការcontrol V វាតែគឺយើងធ្វើការដូរឈ្មោះក្រុមរបស់យើងហើយយើងដាក់ថា AU5 ធ្វើការធ្វើទៅមកនេះគឺនឹងវាចេញជាទម្រង់បែបនេះបាទយើងតែមកយើងធ្វើការសាកវាមួយទៀតគឺមួយយើងធ្វើការ extract វាមកវិញយើងដាក់ AU5 មកextract ហ្នឹងគេថា extract ហើយ command នេះគឺសម្រាប់ extract នេះគឺចេញមកវិញហើយគឺជាទម្រង់បែបនេះតមកចូលមកទីប៉ាល់គឺយើងសម្រាប់ compress ថាយើងហ្នឹងយើងឲ្យដាក់ AU5 ហ្នឹងហ្នឹងយើងឲ្យ AU5 ដែរណាហើយយើង compress រួចហើយតមកយើងចូលមកកាន់ទី8ម្ដងយើង create zip វាហើយតមកយើងវាយថាចាំគេយើង copy ហ្នឹងទីការទៅឈ្មោះដាក់ថា AU5 Enter អូខេចាំហើយតមកយើង copy វាមួយទៀត Ctrl V វាហើយយើងទៅកាន់ zip វាហ្នឹង zip file ហ្នឹងcommand not found as you can test តំណាងដាក់ sudo apt វាយថា sudo apt install zip ចាប់ពី install ហើយយើងទៅការវាយ command ហ្នឹងដែរណាយើងឲ្យវាទៅការ zip file ហ្នឹងយើងហើយពីហ្នឹងមកយើង extract file ហ្នឹងវិញជាទៅការ unzip ហ្នឹងនេះជាទៅការឲ្យឈ្មោះ file ដែលយើងចង់ unzip ហ្នឹងយើងវាយថា AU5 page file ហ្នឹងដាក់ថា AU5 នេះគឺយើង unzip វារួចហើយហើយសម្រាប់វីដេអូនេះមានតែប៉ុណ្ណេះទេអរគុណលោកគ្រូសម្រាប់ការតាមដាន